បាត់ជាសួរបងប្អូនអស់គ្នាថ្ងៃនេះមានរបស់ពិសេសជូនបងប្អូនណាគេហៅសំណប់ចិត្តតែ live ឥឡូវបាន live ជូនបងប្អូនហើយអូខេមិនមែន live នេះធ្វើវីដេអូមកជូនបងប្អូនអានេះសំណប់ចិត្តហើយជាឡានដំបូងគេអូខេ brand Leopard ណា brand Leopard ដំបូងគេបងអស់នៅស្រុកខ្មែរអូខេអានេះ Leopard 5បងប្អូន Leopard 5មានលក់នៅMK បាទបងប្អូនត្រូវការឡានថ្មីឡានខ្លាញ់គោឡានមកទឹកពីអាមេរិកឡានថ្មីពីស្រុកចិនអាចតាក់ទងអង្គការបានអង្គការមានទទួលកម្មង់គ្រប់ប្រភេទឡានថ្មីឡានអាមេរិកបាទអូខេអញ្ចឹងបងប្អូនតោះចាំមើល detail ថ្ងៃនេះចង់មានចំណាប់អារម្មណ៍ខ្លះជុំវិញ brand ថ្មីនេះបងប្អូនបងខ្ញុំសុំសួរ3សំណួរបានអត់បានអូខេមានសំណួរខ្លះសំណួរទី1ហេតុអីបានបងយក brand ហ្នឹងមកលក់អូខេហើយសំណួរទី2ហេតុអីបានបងហ៊ានទិញឡានចិនតម្លៃរហូតដល់$70000ជាងយកមកលក់អូខេហើយសំណួរទី3ហេតុអីបានបងកັບលេខឡានហ្នឹងជិះអូខេតោះទៅឆ្លើយសំណួរស្រាយចម្ងល់ឲ្យគ្រូធានបន្តិចបាទ brand function បោ Leopard 5នេះ Leopard នេះហៅ Leopard នៅភាសាចិនហៅ function បោហ្នឹងក៏ខ្លារខិនបងប្អូនណាអូខេបើយើងបកជាភាសាអង់គ្លេសគឺ Leopard ហើយ Leopard នេះគឺជាក្រុមហ៊ុនបុតសម្ព័ន្ធគេហៅក្រុមហ៊ុនបុតសម្ព័ន្ធក្រុមហ៊ុនបន្ទាប់ពីក្រុមហ៊ុន BYD ជាក្រុមហ៊ុនមេរបស់វាអូខេអញ្ចឹង BYD ផលិតឡានច្រើនដែរតែនៅខ្វះមួយប្រភេទគេហៅប្រភេទ off road អូខេឡាននេះគឺឡានប្រភេទ off road របស់ BYD ឬក៏ប្រភេទ off road premium BYD ព្រោះឡាននេះគឺធ្វើ premium ជាងឡានធម្មតារបស់ BYD បាទអញ្ចឹងខ្ញុំបានស្រាវជ្រាវច្រើនមែនតើជុំវិញ Leopard នេះហើយ Leopard នេះគឺបច្ចុប្បន្នមាន2ស៊េរីបាទបងប្អូនមាន2ស៊េរីមាន2 model គឺ model 5ហើយ model 8ហើយនៅ MK បច្ចុប្បន្នយើងមានមួយគ្រឿងទុកឲ្យបងប្អូនtest drive តែម្ដងគឺLeopard 5ណាខ្លារខិន5បាទខ្លារខិន5ហើយសំណួរទី2បាទអូខេតោះជាង70000ណាអានេះជាង70000បងប្អូនណាជាង70000តែបើយើងប្រៀបធៀបជាមួយនឹងឡានអង់គ្លេសណាបងប្អូនមើលរៀងវាមួយជុំបងប្អូនទាយថាឡានរៀងដូចឡានហ្នឹងគេអូខេមើលពីចំហៀងនេះដូចមែនតើរឹតតែដូចមួយមុខក៏ថាដូចទេតែមើលពីចំហៀងដូចមែនតើគឺដូច Land Rover Defender បាទណាមានក្លុបក្រោយមានកង់ស្គួរខាងក្រោយ full size កង់ស្គួរបាទដូច Defender ចឹងបងប្អូនតែតម្លៃអ្នកគ្រូធាប្រាប់បងប្អូនគឺតម្លៃ70000ជាងឯងតែបើប្រៀបធៀបមួយ Defender តម្លៃវាប៉ុន្មានបងប្អូនតែខ្ទង់20000អញ្ចឹងអានេះបើប្រៀបធៀបវាខុសពី Defender 3ដងសួរថាវា copy Defender ឬក៏វា update Defender ណាអញ្ចឹងមូលហេតុដែលខ្ញុំទិញមកលក់ក្នុងតម្លៃ70000ជាងព្រោះ BYD គាត់ប្រហែលជាមិនសូវហ៊ានកម្មង់ឡានថ្លៃទេមិនលក់ទេអញ្ចឹងណាអានេះប្រភេទឡានថ្លៃអញ្ចឹងឡានថ្លៃគុណភាពវាក៏ពិសេសដែរហើយប្រៀបធៀបមួយ Defender ដូចនិយាយត្រែហ្នឹងគឺតម្លៃវាថោកជាង3ដងតែគុណភាពប្រើប្រាស់បើខ្ញុំឲ្យបន្ទុកឧទាហរណ៍ដូចទៅកម្លាំងអីទៀតយើងទៅ detail ក្នុងវីដេអូនេះខ្ញុំនឹងនិយាយពីកម្លាំងនិយាយពីតម្លៃរបស់វាហើយខ្ញុំថាវាជាការ update របស់ Defender ច្រើនជាងបាទអូខេ update Defender ព្រោះវាតម្លៃថោកជាងប៉ុន្តែវាបន្ថែមអ្វីដែល Defender អត់មានបាទ Defender អត់មានតោះអញ្ចឹងសំណួរមួយទៀតហេតុអីមិនគេកັບលេខអូខេព្រោះស្រាវជ្រាវខ្លួនឯងហើយនិយាយទៅស្រឡាញ់ខ្លួនឯងហ្មងបើមិនស្រឡាញ់មិនកັបលេខទេបងប្អូនថ្លៃឡាន70000ជាងមិនគួរកັບលេខជិះទេអូខេអញ្ចឹងណាវាថ្លៃគួរសមដែរបាទ70000ជាងតែអាសមត្ថភាពរបស់វាមិនមែនសមត្ថភាព70000សមត្ថភាពវាលើស20000នៅស្រុកខ្មែរទៀតបងប្អូនណា Defender ខ្ញុំគិតថាប្រហែលជាអត់ដល់វាទេឧទាហរណ៍តោះទី1រូបរាងបងប្អូនរូបរាងនិយាយថាដូច Defender សរៀង Defender ចុះណាកម្ពស់វា1.97 ម៉ែត្របងប្អូន1.97បដោយនេះគឺខ្លីជាង Defender បន្តិចដល់4.9 ម៉ែត្រណាបងប្អូន4.8 89គឺ4.9 ម៉ែត្រណាបដោយ4.9 ម៉ែត្រអញ្ចឹង Defender ខុស Defender ផែមហ៊ុនទេបងប្អូនផែមហ៊ុនណាអត់ដល់មួយទឹកទេគឺមហ៊ុនអូសំទោសមួយទឹកបាទមួយទឹកខុស Defender ផែប៉ុណ្ណេះមួយទឹកបងប្អូនអូខេ Defender ដូច5 ម៉ែត្របាទ upgrade ឡើងណាទៀត
vì hiện trùng đôi chỉ kiếng này phân lớn hiện múl và chỉ kiếng này trùng được dương mơ mà flat một đôi áp cài một đôi từ ní còn té nhóm mơ căn này dú căn này xa bạn thật ra chất là tinh bạn này chất là cấp lấy nữa mơ căn này dú căn này xạ xóm hay căn này xa tại sao riêng trúng hay viện nghi xăm và dương vậy thì xa máy thay vì là o cuốn nó muốn một với một là o cuốn bà đi lại lấy luôn này to lấy cấp lấy luôn này to mua luôn này to này ok hay nhóm từ rai nghĩ muốn nhưng từ rai nhưng chi chip từ bà chỉ những lũ vào đây từ rai chi chip tới dương thời ca lan và phê đài bia tới ban không lại sạ lơ cờ lúc lơ riệp lơ cua hỡi chi ban kia chờ này ok anh ấy cứ phèm cái ấy tại phèm cái ấy bay từ lia mà á phèm cái ấy cứ phèm cái ấy từ lia tại mà đong ok chẳng khua xa nhóm miên côn bay nhé ok chẳng phèm cái ấy nơi hàng lơ đấy cứ từ lia mình tèn từ lia hay chỉ ít pê tế ok từ lia đại văn đại mà xóm rung tại mà đong mẹ khua xa mà của xá cứ em bà mà của xá cứ em chỉ ít page từ lý page hay chuyện nói bị nó cứ bia tới ban cục trở lại xạ hay để xa lán đi việc kháng mà muốn tua thông mét ok tua phân để phân đó đây nhung prao vì chỉ 100 ngày bàn nhung prao vì chỉ 100 ngày từ máu chi trong còng ấy mía đóng vì sào vì ngun đôi defender thì ok phụ đại sát cầm lăng mà xứng cầm lăng mà tớ miên đỏ pí mà tớ khôi bà ok ta lấy tới detail một tí tới ok tới detail một tí chun bom ôn ở kia anh nhung chỉ nói để nhung sánh mới tiếng nó cứ cầm lăng bao nhiêu bom ôn tim mới cầm lăng với màn cầm lăng với smart defender đưa cầm lăng trên defender lấy thao trên defender bay đó tay cầm lăng trên defender pi đong chiên một phần defender em check mấy nhà pi bay ổi pi bay ổi ban tập pi ổi cao số mũi xe thế cầm lăng anh ấy cứ nơi không spec bao vía làm muôi rồi học sập xe bà mà đong thiết phẩm muôi rồi học sập xe ok nơi không spec một đây và tam check maintain đôi chuyện phẩm muôi rồi bay bà cầm lăng vía phẩm muôi rồi học sập xe có khlang maintain dương chọn mình làm thà là năng sral là năng ọt thun này tại chạy đánh từ nguồn bao vía cứ chất bay tàu bà chất bay tàu pi pon phẩm bay rồi cây số lô gram chân từ nguồn ok chi nâng lỏ ok hay cầm lăng khang mình đây cầm lăng khang này tiếp và tiếp một defender lỏ bóng ball ọt dưới lá ok em tiếp một approve anh tôi ta approve cầm lăng với ban mà rồi 34 xe chẳng hạn ấy tiếp smart nâng approve pram trôi cái này ban smart nâng cầm lăng với mùi trong việc khang mình đây nhóm sờ lạnh cầm lăng nâng tem đó bàn cập lị nâng ai ok mũi tiền vì bẹp mà tờ pi mà muốn á vì copy lan như thom mà đá phở tờ mà xin này đôi defender phở tờ mà xin muối chắc piยัง chọn play là bươn lươn đây chi play thom mà đá cái đây không cái đấy vì thôi như mình làm thà prăng á ok vì ngu mà xin á ok mà tay này ngặt ăn lư sầm lấy từng ok chơi chất khang mình đấy cứ ăn lư sầm lấy nhưng mà đó cứ chọn nơi bẩn nơi không nhưng ai pra xa cối bán của này miền pi option miền tầng mà xin miền tầng cùi ba ok khả năng này của tiếp ní sáng mà hôn ní ai chạy sang bán ai sáng ní miền thông sáng ní miền chùm nô đo từ 8 lít mà hôn 8 lít ba hay nhưng tới khách nhưng chạy sang tới hay bị nhưng tới nơi không nhưng pra kisni kisni ní lan ní mà bẹ cầm lăng thô mô tụm hung thô mô mà tụm hung mà coi biết cứ 31 kW 31.8 kW cho nên chi không có ban mà rồi mà pay kilo cứ sân là accurate và để trầm trơi tại đó nhưng vua hỏi nhưng chi hai ban mà rồi đọc pi kilo không không và nó p là nhưng xạ bình và pin nhé bằng vốn okហើយប្រៀបធៀបគីឡូជាមួយនឹង approve បន្តិច approve មាន approve plug in hybrid ស្តៀងនឹងដែរសាកថ្មហើយនឹងhybrid បាទចាក់សាំងអូខេសាកថ្ម hybrid approve ធម្មតាបើយើង
ទំហំអាគុយប្រហែលជា1 kW ទេ1 kW ម៉ោងទេ1 kg 2 kW ចុះហើយអា Proof Plug-in Hybrid គឺ7 kW ម៉ោងអញ្ចឹងអានេះមានទំហំថ្មដល់31 kW អញ្ចឹងវាស្មើនឹងអា Proof ចូល4 ដងបងប្អូនចូល4 ដងបាទទំហំថ្មវាអញ្ចឹងប្រើក្នុងក្រុងមួយឆ្អែតខ្ញុំប្រើអាចប្រើបាន2ថ្ងៃទៅ3ថ្ងៃនៅពេលសាកថ្មមកពេញបាទតោះទៅមើល option ពិសេសដែលខ្ញុំចូលចិត្តបាទ option ពិសេសដែលខ្ញុំចូលចិត្តចូលចិត្តជាងគេនៅគូននេះចូលក្នុងហ្មងអត់ទៅជាក់ចិត្តតិចចូលចិត្តជាងគេពិសេសនោះគឺសំឡេងតែម្ដងបងប្អូនអានេះគេហៅថា sound system Delaware អូខេណានៅគូននេះចាប់ដល់ហើយណា DVLA សំទោស DVLA ណា sound system DVLA នេះខ្ញុំអត់ស្គាល់ទេដំបូងគឺខ្ញុំអត់ស្គាល់ខ្ញុំ check មើលគឺជា brand របស់បារាំងមិនមែន brand របស់ចិនទេបងប្អូនណាអូខេ sound system នេះគឺដាក់បំពាក់ brand របស់បារាំងអញ្ចឹង brand របស់បារាំងធម្មតាវាពីរោះខ្លាំងមែនទែនអា DVLA នេះបើខ្ញុំចាំមិនខុសទេអា Phantom ប៉ុណ្្នេះបងប្អូនទំហំ speaker វាប៉ុណ្្នឹងឯងប៉ុន្តែតម្លៃជិត$3,000 $3,000 ដាក់លក់នៅ website $3,000 DVLA ហើយសំឡេងគឺ perfect អូខេខ្ញុំអាចនិយាយថាវាគីឡូធ្ងន់ហ្មងសំឡេងនឹងលេងលើ Bose ទៀតលើ Harman Kardon ទៀត Harman Kardon ខ្ទង់តែប្រហាក់ប្រហែល Harman Kardon ចុះអូខេណាតែសំឡេងពិសេសមែនតើហើយបំពាក់ speaker នៅលើខ្នើយនេះទៀតទាំងអស់18គ្រាប់នៅក្នុងឡានអញ្ចឹងសំឡេងគឺធ្ងន់បរោះបាសមួយអែមបើបងប្អូនចាប់អារម្មណ៍ចង់ដឹងសំឡេងនឹងយ៉ាងម៉េចអូខេព្រោះខ្ញុំចាក់តាមវីដេអូនេះប្រហែលជាឮសំឡេងចាប់ copyright អញ្ចឹងបងប្អូនអាចអញ្ជើញមកឃ្លាំងតេស្តសាកមើលចាប់អារម្មណ៍ពេញចិត្តចាំដាក់បញ្ជាទិញបាទទី2គឺគេហៅ off road capable ឡាននេះគឺ off road capable មានន័យថាឡានវាអាចទៅគ្រប់កលៈទេសៈផ្លូវ off road ម្សិលមិញខ្ញុំបានជិះទៅឆេងមេងអូខេនៅខេត្តកំពង់ចាមបងប្អូនខ្ញុំជិះទៅឆេងមេងខេត្តកំពង់ចាមចម្ងាយផ្លូវប្រហែលជិត300 គីឡូដែរអូខេយើងជិះចុះជិះឡើងនៅក្នុងក្រុងទៀតជិតប្រហែលជាង80 គីឡូខ្ញុំប្រើសាំងប្រហែលតែ5ទៅ10លីត្រទេ15លីត្រអញ្ចឹង100 គីឡូខ្ញុំបើតាមខ្ញុំស្មានប្រហែលជា6លីត្រទេឡាននេះអូខេពិសេសមែនតើទំហំទម្ងន់ឡានប្រហែល3តោនប្រវែងប្រហែល5ម៉ែត្រទទឹងកម្ពស់ប្រហែល2ម៉ែត្រទទឹងប្រហែល2ម៉ែត្រប៉ុន្តែជិះសាំងប្រើសាំងតែ15លីត្រក្នុង100 គីឡូអូសំទោស15លីត្រក្នុងរយៈចម្ងាយ300 គីឡូពិសេសមែនតើប្រហែល6លីត្រក្នុង100 គីឡូបងប្អូនបាទហើយមួយទៀតគឺខ្ញុំរត់ផ្លូវអាលាក់ដោយសារផ្លូវកំពង់ចាមបច្ចុប្បន្នកំពុងជួសជុលបងប្អូនកំពុងជួសជុលអញ្ចឹងវាអាលាក់គឺឡានវា handle បានល្អមែនតើវាដោះស្រាយបញ្ហាផ្លូវនឹងបានល្អមែនតើគឺវាដោយសារឡានវាបំពាក់បូមខ្យល់មិនសំទោសមិនបូមខ្យល់បូម hydraulic បូមនេះឡើងចុះបានបងប្អូនឡើងចុះបាន3លក្ខខណ្ឌអញ្ចឹងឡើងចុះបានអញ្ចឹងបូមជួយចាប់កន្លងផ្លូវចាប់មើលតាផ្លូវណាកលុកគឺស្រួលមែនតើបាទជិះស្រួលនិយាយស្រួលស្ដាប់គឺជិះស្រួលតែម្ដងបាទគឺនឹងអត់ឃ្លីងឃ្លោងអត់យល់អត់យល់ខ្លួនយើងបាទល្អមែនតើហើយគ្រឿងក្នុងនេះបងប្អូនគ្រឿងក្នុងនេះគឺប្រភេទដោយសារខ្ញុំទិញ order នេះទិញអា top trim ហើយយើងនិយាយ70000ជាងគឺ top trim បើបងប្អូនទិញអាត្រឹម60000ជាងក៏មានដែរប៉ុន្តែអត់បាន leather នេះទេនេះហៅ Napo leather អញ្ចឹង real leather ស្បែកពិតអូខេស្បែកគោពិតអញ្ចឹងណាបងប្អូនអូខេអញ្ចឹងអង្គុយ comfortable ណាហើយ feature ពិសេសមួយទៀតគឺវាមានកៅអី massage បងប្អូនកៅអី massage មុខក្រោយសំទោសតែមុខគេខាងមុខអូខេមានកៅអីត្រជាក់មុខក្រោយបាទក្តៅត្រជាក់មុខក្រោយមាន massage មាន heat អូខេមានកដៅកៅអីអូខេជានៅគ្រូទៀតមានអារម្មណ៍ massage នៅអូខេណាកៅអី massage មុខក្រោយបាទកៅអី massage ទាំងសងខាងអញ្ចឹងយើងអង្គុយ comfortable ស្រួលជិះស្រួលអង្គុយបើកអត់ហត់បាទបើកអត់ហត់ហើយមានជាពិសេសនោះបើខ្ញុំទិញអា Jeep មុនខ្ញុំត្រូវដើរទិញអា side step នៅពេលបើកទ្វារទៅអានេះវា auto deploy បានថាវា auto តម្លាក់អាជើងឈ្នាន់ជើងនេះឲ្យយើងវាស្រួលចេញចូលស្រួលមែនតើបងប្អូនណាអូខេកូនខ្ញុំអីវ៉ាន់គាត់ឡើងឡាននេះក៏ស្រួលដែរអូខេក្មេងៗតិចតួចបាទអូខេហើយ
មួយទៀតវាមានdigital mirror ច្បាស់ណាស់បងប្អូនច្បាស់កន្លែងតែម្ដងណាកាមេរ៉ា digital នឹងក្រោយហើយស្រួលមុនដំបូងខ្ញុំអត់សូវស៊ាំមួយកាមេរ៉ាទេខ្ញុំអត់សូវស៊ាំមួយកាមេរ៉ាទេប៉ុន្តែដោយសារឥឡូវស៊ាំទៅស្រួលប្រើមែនតើច្បាស់អត់ចាំងភ្នែកអត់អីទេណាអូខេហើយមួយទៀតមាន head up display ទៀតមាន head up display ហើយចំណុចពិសេសមែនតើនោះសម្រាប់ចិត្តកັບលេខហ្មងហ្នឹងគឺវាជីបាន1200គីឡូអូខេមកសាកមកពេញហើយនឹងចាក់សាំងមួយធុងអូច្រើនមែនតើបងប្អូនទៅដល់ណាដល់ហើយអត់ឈឺក្បាលទេសាកថ្មទៀតទេអូខេខ្ញុំមានតែប៉ុណ្្នឹងឯងហើយបងប្អូនមានចំណាប់អារម្មណ៍ចង់ដឹងបន្ថែមអូខេហើយអរគុណបងប្អូនដែលកន្លងមកតែងតែជួយ share ជួយ like ហើយបងប្អូនតែថ្មីមិនតែបានឃើញវីដេអូខ្ញុំទៅមិនឃើញអាចជួយ like ជួយ subscribe ផងបងប្អូនណាអូខេជួបគ្នានៅវីដេអូក្រោយហើយខ្ញុំធ្វើ detail ជុំវិញoption ទាំងអស់នៅក្នុងឡាននេះគ្រាន់តែ quick review ជូនបងប្អូនហើយបើមានចំណាប់អារម្មណ៍បងប្អូនអាចតាក់ទងខាង MCar បានអរគុណជម្រាបលាបងប្អូន